រឿងទុំទាវប្រភេទអក្សរសិល្ប៍ទំនើបប្រឡំលោកបែបបណ្ដោះសេចក្ដីចលនាខេមរៈនិយមអធិពលព្រះពុទ្ធសាសនាសង្គមបរិយាកាសក្នុងសម័យលង្វែកការកំណត់តែងនៅឆ្នាំ1915ក្នុងរជ្ជកាលស្ដេចស៊ីសុវត្ថិអ្នកនិពន្ធភិក្ខុសោមសង្ខេបទុំជាកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់រស់នៅស្រុកបាភ្នំខេត្តព្រៃវែងបានបួសរៀនជាមួយមិត្តភក្តិម្នាក់ឈ្មោះពេជ្រនៅក្នុងវត្តវិហារធំទាំងពីរអ្នកមានចំណេះដឹងខាងមន្តអាគមស្មូតផ្លុំប៉ៃនិងធ្វើតោកលក់ដោយឡែកទុំមានរូបរាងស្អាតនិងមានសម្លេងពីរោះថ្ងៃមួយណែនទាំងពីរបានសុំលោកគ្រូចៅអធិការយកតោកទៅលក់ទុំនឹងពេជ្រលក់រហូតដល់ស្រុកត្បូងឃ្មុំទុំបានស្មូតយ៉ាងពីរោះធ្វើឲ្យអ្នកស្រុកត្បូងឃ្មុំផ្អើលឈូឆាមកស្ដាប់យ៉ាងណូជីភីលៀងរបស់នាងទាវឃើញទុំស្អាតសម្លេងពីរោះក៏គួរចិត្តស្នេហាតែឋានៈតូចទាបនាងក៏ត្រឡប់ទៅផ្ទះនាងទាវដឹងដំណឹងនេះក៏អង្វរម្ដាយឲ្យទៅនិមន្តnênទុំមកស្មូតនៅផ្ទះរបស់ខ្លួនទុំស្មូតយ៉ាងពីរោះទាវក៏ចាប់ផ្ដើមស្រឡាញ់ក៏រៀបចំផាហុំដណ្ដប់បារីស្លាមលូឲ្យនាងណូយកទៅប្រកេនទុំហើយប្រាថ្នាផ្សងឲ្យបានជួបទុំឯទុំវិញក៏ចាប់ចិត្តស្រឡាញ់នឹងទាវដែរមកដល់វត្តវិញទុំរិះរោកអបាយកលសុំលោកគ្រូសឹកលោកគ្រូពុំឲ្យសឹកឡើយទូទីឃើញថាជើងលេខមិនល្អពៀនលើជើងស្លាប់ដោយគ្រូមិនឲ្យសឹកទុំក៏លួចទៅរោគម្ដាយឲ្យជួយអង្វរលោកគ្រូតែពុំបានសម្រេចទុំចិត្តដាច់លួចសឹកខ្លួនឯងហើយក៏ប្រញាប់បបួលពេជ្រទៅខេត្តត្បូងឃ្មុំវិញជួនពេលដែលម្ដាយទាវមិននៅទុំក៏ឡើងទៅលើផ្ទះហើយលួចរួមរយៈជាមួយនាងទាវពេលនោះទៅក្រោយមកអកជួនជាចៅហ្វាយខេត្តត្បូងឃ្មុំបានចូលដណ្ដឹងនាងទាវឲ្យមើលងួនជាកូនប្រុសរបស់ខ្លួនទន្ទឹមនឹងនោះទុំនឹងពេជ្រត្រូវស្ដេចរីមាដែលសោយរាជនៅក្នុងនោះវែកនាំយកទៅរាជវាំងព្រោះទុំចេះស្មូតយ៉ាងពីរោះដោយព្រះបាទរីមាចង់បានស្រីស្អាតធ្វើជាស្នំឯកក៏ជ្រើសរើសរកស្រីស្អាតប៉ះចំនាងទាវដែលជាសង្សារទុំធ្វើឲ្យម្ដាយទាវសប្បាយចិត្តជាខ្លាំងលុះបានជួបមុខគ្នាក្នុងរាជវាំងចំពោះមុខស្ដេចទុំច្រៀងរៀបរាប់សពគ្រប់ធ្វើឲ្យស្ដេចរៀបការនឹងទុំទាវជាប្តីប្រពន្ធក្នុងពេលនោះទៅហេតុការណ៍នេះធ្វើឲ្យម្ដាយទាវតូចចិត្តយ៉ាងខ្លាំងក៏ប្រញាប់ប្រញាល់មកស្រុកកំណើតវិញហើយរិះរកអបាយកលខ្លែងសម្បត្តិទៅប្រាប់នាងទាវថាខ្លួនមានជំងឺជាទម្ងន់បានដំណឹងនេះភ្លាមទាវក៏ទៅមើលម្ដាយដល់ផ្ទះត្រូវម្ដាយបង្ខំឲ្យរៀបការជាមួយនឹងមើលងួនទាវអត់សង្ឃឹមក៏សរសេរសម្បត្តិឲ្យទុំបានដឹងពេលនោះស្ដេចក៏ប្រទានរាជសារដល់ទុំនិងពេជ្រដើម្បីខាត់អកជូនមកដល់ផ្ទះទាវទុំវង្វេងស្មារតីអស់សង្ឃឹមផឹកស្រាស្រវឹងប្រគៀកប្រអោបនាងទាវចំពោះមុខភ្ញៀវធ្វើឲ្យម្ដាយទាវខឹងនិងអកជូនឲ្យចាប់ទុំយកទៅសម្លាប់នៅក្រោមដើមពោធិ៍ជើងខាដឹងថាប្តីត្រូវគេសម្លាប់ទាវនិងណូតាមរកទុំអ្នកទាំងពីរក៏សម្លាប់ខ្លួនទៅតាមទុំទៅពេជ្រនាំដំណឹងដល់អកុសលនេះទៅទូលស្ដេចក៏មកកាច់ក្តីដោយចាប់អកជូននិងមើលងួននិងម្ដាយទាវកប់ទាំងរស់ត្រឹមកហើយយករនាស់រស់ពីលើក្បាលរីឯអ្នកស្រុកត្បូងឃ្មុំបញ្ចូលជាអ្នកងារទាំងអស់ប្រធានរឿងទុំទាវអ្នកនិពន្ធបានរំលឹកឡើងពីប្រវត្តិស្នេហាមួយរបស់យុវជនខ្មែរក្រុមរបបសក្កភូមិនាសម័យលង្វែកនេះគឺជាចំណងស្នេហាដ៏សោកសៅរបស់តួអង្គទាំងពីររូបគឺទុំនិងទាវតាមរយៈអ្នកនិពន្ធបានលាតត្រដាងឲ្យឃើញពីរបៀបគ្រប់គ្រងនិងច្បាប់ទម្លាប់ដ៏តានតឹងនាសម័យនោះដូចនេះហើយទើបយើងឃើញថាដំណើររឿងគឺវិលជុំបញ្ហាសំខាន់គឺការតស៊ូលក្ខណៈបុគ្គលដើម្បីទាមទារសិទ្ធិក្នុងការជ្រើសរើសគូស្រករមូលបញ្ហារឿងទុំទាវគឺស្ថិតទៅលើទំនាក់ទំនងដែលកើតឡើងដោយការប្រកាន់យកនៅទស្សនៈពីរផ្ទុយគ្នាមួយគឺទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករឬស្នេហាចិត្តនឹងចិត្តហើយទស្សនៈដែលប្រកាន់ទស្សនៈនីមួយៗដណ្ដើមយកឈ្នះរៀងខ្លួនទស្សនៈចំពោះការស្លាប់របស់ទុំស្លាប់បណ្ដាលមកពីមិនស្ដាប់បណ្ដាំគ្រូទុំស្លាប់បណ្ដាលមកពីមិនបង្ហាញរាជសារទុំស្លាប់បណ្ដាលមកពីម្ដាយទាវជាអ្នកបើកដៃឲ្យគេសម្លាប់ទុំស្លាប់បណ្ដាលមកពីអកជូននិងមើលងួនជាអ្នកសម្លាប់ទុំស្លាប់បណ្ដាលមកពីនាងទាវមិនជួយដាស់តឿនទុំស្លាប់បណ្ដាលមកពីស្ដេចរាមាបណ្ដាលឲ្យទុំយករាជសារទៅខ្លួនឯងទុំស្លាប់ព្រោះស្នេហាទុំស្លាប់បណ្ដាលមកពីរបបសក្កភូមិនាសម័យលង្វែកតែម្ដង